អូអ្នកទាំងអស់គ្នាបាត់មួយថ្ងៃនឹងមានរឿងថ្មីអ្នកទាំងអស់គ្នាបានមើលបរិបទខាងលើនេះហើយអ្នកទាំងអស់គ្នាសាកសម័យមើលថាយើងទៅដេកនៅសណ្ឋាគារឬក៏ hotel អីមួយហើយយើងដឹងប្រវត្តិនៅក្នុងសណ្ឋាគារហ្នឹងវាបែបមានរឿងអីទេដូចវីដេអូខាងលើនេះចឹងបរិបទនេះគាត់ដូចជានិយាយថាគាត់បានមកនៅស្នាក់នៅកន្លែងសណ្ឋាគារហ្នឹងហើយនៅក្នុងបន្ទប់ហ្នឹងដូចជាមានអ្វីមកដូចជាចង់មកគេងមួយគាត់ហើយគាត់ឃើញដូចជាមានអ្វីមួយនៅក្នុងហ្នឹងប៉ុន្តែគាត់ស្វែងរកប៉ុន្តែរកអត់ឃើញបានន័យថាអត់ឃើញអ្នកទាំងអស់គ្នាគឺគាត់មានអារម្មណ៍ថាភ័យហើយយំរបៀបថាគាត់ភ័យខ្លាំងមែនតើណាអ្នកទាំងអស់គ្នាគឺគាត់ឥឡូវហ្នឹងគឺកំពុងតែស្ថិតនៅក្នុងកន្លែង hotel ហ្នឹងហើយរបៀបថាវាចេះតែលឺសំឡេងអីចឹងណាហើយគាត់មានអារម្មណ៍ថាភ័យហើយពេលគាត់ដាក់ទូរស័ព្ទគេអញ្ចឹងអ្នកទាំងអស់គ្នានេះអូ my god ចេញមកអញ្ចឹងមកអ្នកទាំងអស់គ្នានៅកន្លែងបន្ទប់ទឹកហើយពេលហ្នឹងបុរសហ្នឹងរបៀបថាគាត់ឃើញគាត់ស្ទុះទៅកន្លែងបន្ទប់ទឹកហ្នឹងហ្មងនេះហើយរបៀបថាហ្នឹងវាអឺតមើលយើងហ្មងអ្នកទាំងអស់គ្នាឃើញអញ្ចឹងហ្មងណាអូយមែនបើយើងកំពុងតែនៅស្ថានភាពហ្នឹងវិញពេលពងអឺតអញ្ចឹងខ្ញុំមិនដឹងថាត្រូវធ្វើម៉េចគឺប្រហែលជាខ្ញុំកៀងណាអ្នកទាំងអស់គ្នាកៀងធ្វើអីលេងចាញ់ហ្មងណាហើយបរិសុទ្ធហ្នឹងគឺលក្ខណៈទៅគាត់ដេកមើលហ្មងអ្នកទាំងអស់គ្នាព្រឺខ្លាំងមែនតើណាអ្នកទាំងអស់គ្នាសម័យអត់ចាញ់ទេបើយើងកំពុងតែដេកនៅក្នុងថាគេជួបរឿងអញ្ចឹងណានេះអ្នកទាំងអស់គ្នាកន្លែងហ្នឹងគឺបរិសុទ្ធហ្នឹងគាត់ស្ទុះងើបឡើងលឿនហ្មងអ្នកទាំងអស់គ្នាគឺគាត់ងើបទៅយកទូរស័ព្ទឯងហត់ទៅអាកន្លែងដែលមើលមនុស្សចម្លែកមិញអឺតមើលមិញណាអ្នកទាំងអស់គ្នាចូលទៅក្នុងបន្ទប់ហ្នឹងភ្លាមប៉ុន្តែគាត់ហៅមើលគឺអត់មានឃើញអ្វីទាំងអស់អូយាយមែនហើយគាត់មានអារម្មណ៍ថាគាត់រកអត់ឃើញរកនៅក្នុងបន្ទប់ហ្នឹងសពគ្រប់កន្លែងគឺអត់ឃើញហ្មងតែអ្នកទាំងអស់គ្នាគិតថាយ៉ាងម៉េចអូសម័យមើលបើយើងកំពុងដេកនៅក្នុងស្ថានភាពនេះសរកលឺសលេងនេះសលេងនោះហើយលេងអឺតមកអញ្ចឹងតែអ្នកទាំងអស់គ្នានឹងរើចេញពីបន្ទប់ហ្នឹងភ្លាមឬក៏នៅដេកក្នុងនឹងមួយយប់ឬក៏ក្របភួយបើខ្ញុំវិញអ្នកទាំងអស់គ្នាគឺខ្ញុំកៀងនិយាយលេងចាញ់ហ្មងនិយាយទៅកៀងហ្មងណា